TikTok ស៊ីខួរទៀតហើយជាទៅខំជីពីតួកោមកតែខ្មៅនេះដើម្បីសាប់ហិតផ្ទះចាស់មួយដែលគេពងល្បីហ្នឹងគឺបើដល់ខាងគាត់ហ្នឹងគឺឆ្ងាញ់មែនបាទនិយាយពីមនុស្សវិញនឹងណែនហ្មងហើយនេះទៅម៉ោង3នៅកន្លែងគាត់ហ្នឹងគឺបែបដូចជាអាគារសំណង់ចាស់អញ្ចឹងគ្រាន់តែនៅខាងមុខហ្នឹងគឺគាត់បើកលក់ប្រហិតបែបជាលក្ខណៈគ្រួសារអញ្ចឹងបាទតម្លៃវិញគឺមួយចាស់តែ10000ទេឃើញជីឆ្ងាយអញ្ចឹងដោយសារតែខ្ញុំព្រៀប plan ទុកក្នុង bucket list ឆ្នាំ2026ហ្នឹងមកអញ្ចឹងវីដេអូហ្នឹងគឺជាវីដេអូទី3ក្នុង bucket list ឆ្នាំ2026ហ្នឹងមកមុននឹងទៅតែខ្មៅឥឡូវចូលចាក់សាំងនៅក្រាសាំងតតែ energy មួយបន្ទាប់ពីចាក់ហើយអញ្ចឹងខ្ញុំក៏បានទូទាត់តាម flat card របស់តតែ energy ហ្នឹងហើយក៏បានចូលបង Sure Shop ដើម្បីទិញរបស់តិចតួចទុកញ៉ាំតាមផ្លូវដែរអញ្ចឹងបន្ទាប់មកខ្ញុំក៏បានទូទាត់តាម flat card របស់តតែ energy ដែរឃើញបង្ហាញ flat card របស់តតែ energy ហ្នឹងគឺងាយស្រួលប្រើមានតែការហ្នឹងមួយគឺប្រើបានគ្រប់សេវាទាំងអស់មកក្នុងតតែ energy ហ្នឹងមួយទៀតអីដែល special flat card ហ្នឹងយើងអាចកំណត់ចំណូលចំណាយបានទៀតនឹងទីតាំងជាមួយនឹងរបស់ដែលចាំបាច់និយាយទៅគឺកំណត់ច្បាស់លាស់ហ្មងហើយសំខាន់គឺបន្ទាប់ពីទូទាត់ហើយអញ្ចឹងនឹងចេញប្រកាន់ដៃមកប្រាប់យើងច្បាស់ហ្មងថាយើងបានទូទាត់នៅលើគេខ្លះបន្ទាប់ពីទូទាត់ហើយតោះធ្វើដំណើរទៅប្រហែលផ្ទះចាស់នៅតាខ្មៅសម្រាប់ទីតាំងវិញគឺងាយស្រួលហើទេនិយាយទៅនៅក្បែរនឹងវងមូតាខ្មៅនឹងមកជីមកប្រឆិតទីមកនឹងឃើញកន្លែងគាត់នេះឲ្យដាក់ផ្លាកថាប្រហែលផ្ទះចាស់ចូលទៅដល់គឺមនុស្សច្រើនមែនបើសិនជាមានកន្លែងទេប្រាប់គាត់ទៅគឺគាត់នឹងស្រីកន្លែងឲ្យហើយនេះគឺជាមនុស្សនៅខាងគាត់និយាយទៅមានច្រើនមែនតើមានតាំងពីផិតចម្រោះផិតបំពងសាច់គោអាំងនំប៉័ងអាំងនិយាយទៅមានច្រើនរបស់គេហើយសំខាន់វិញបើតម្លៃក៏ធូរដែរដូចខ្ញុំកំងមួយចាននេះអញ្ចឹងគឺតម្លៃតែ10000ទេរបស់គេប្រហែលច្រើនណាស់ហើយសំខាន់គឺធ្វើមកភ្លាមហើយបើមួយនេះវិញគឺជានំប៉័ងបៀកស៊ីម៉ៃមួយហ្នឹងក៏ឆ្ងាញ់ដែរមួយចានហ្នឹងគឺតម្លៃ10000ដូចគ្នាបើនិយាយពីរសជាតិវិញគឺផិតនៅខាងគាត់ហ្នឹងឆ្ងាញ់មែនទាំងទឹកជ្រលក់អីហ្នឹងក៏ឆ្ងាញ់ដែរនៅខាងគាត់អញ្ចឹងតែបើនៅកន្លែងគាត់ហ្នឹងគឺមនុស្សច្រើនមែនតែម៉ោង3ណាសរុបមកបើណាគេចង់ញ៉ាំហ្នឹងគឺឲ្យរើបាននៅតែខ្មៅហ្នឹងហើយមួយទៀតតាក់ទងជាមួយនឹង flat card របស់តតែ energy ហ្នឹងបើណាគេចាអារម្មណ៍អាចសាកសួរព័ត៌មានបន្ថែមពីខាងគាត់សិនបាន